ខ្ញុំអត់សង្កេតសួរម៉ែបងក្នុងបណ្ដាញសង្គម YouTube អស់គ្នាល្ងាចឆ្នាំប្រឌិតថ្មីមួយទៀតហើយប្រយ័ត្នផងស្រីបាទស្រីស្អាតម្នាក់ចេញបកស្បែកមុខបរោះគំរុនេះដែលបានស៊ីចុកហើយប្រើវិធីមួយនេះដើម្បីដោះដៃចេញបាទឆ្នាំប្រឌិតពុស្ដាយយ៉ាងណានោះសូមម៉ែបងតាមដានពីខ្ញុំលេងខ្មាស់គេហើយសូមទោសផងបងដែលខ្ញុំផុសរូបខ្លួនឯងចឹងព្រោះខ្ញុំគិតអីមិនចេញទេគាត់ហែក account ខ្ញុំយកទៅលេងហើយឆាតរូបហើយគាត់ឆាតរូបអាភាសឲ្យគេមើលចឹងខ្ញុំលេងខ្មាស់គេហើយបាទគាត់ជាមនុស្សប្រុសដែលរៀនចេះដឹងម្នាក់តែចរិតគាត់វិញឡើងថោកមើលមុខទៅស្រីគាត់ឲ្យខ្ញុំយកកូនចេញ3ដងហើយលើកទី1ខ្ញុំបាទ1ខ្ញុំធ្វើតាមគាត់លើកទី2ខ្ញុំធ្វើតាមគាត់លើកទី3ខ្ញុំថាមិនយកចេញទេតែគាត់និយាយបាទម៉ែបងនេះគឺមុខមាត់បរោះបាទគឺបុរសសង្ហាដែលពូកែប្រើវោហាតាក់តងស្រីបាទការងារអីត្រឹមត្រូវដែរប៉ុន្តែចរិតចឹងអីវ៉ាន់ម៉ែបងបាទនេះបាទអញ្ចឹងកុំភ្លេចមើលមុខម៉ែបងបាទស្រីបាទគឺប្រយ័ត្នប្រយែងមែនតើប្រយ័ត្នជួបបុរសប្រភេទអាចរិតសេលមេបាទចរិតថោកទាបចុយយ៉ាម៉ែបងបាទមិនចេះតែនិយាយទេឬមិនចេះដឹងដែរឬធ្វើចរិតចឹងបាទបាទថាបើខ្ញុំមិនយកចេញទេគាត់នឹងសុំខ្ញុំបែកគ្នាអញ្ចឹងហើយខ្ញុំក៏ត្រូវយកចេញទៅដល់ពេលខ្ញុំយកចេញហើយគាត់ក៏រករឿងខ្ញុំរកទៀតលេះបាទរកលេះចង់បែកពីខ្ញុំពីមុនមកគាត់មិននិយាយអញ្ចឹងទៅខ្ញុំនឹងទុកក្មេងនឹងចិញ្ចឹមឲ្យវាធំបានឃើញពន្លឺថ្ងៃដូចគេដែរដល់ពេលមានកូនគាត់ចោទខ្ញុំថាខ្ញុំនឹងមានប្រុសច្រើននឹងចឹងចុះខ្ញុំឲ្យបាទចឹងបានម៉ែបងបាទនៅជាមួយគ្នាទៅចោទសង្សារខ្លួនឯងថាមានប្រុសច្រើនទុកកូនបាទពិតនៅពីនិតឈាមមិនក៏មិនទុកទៅវគ្គ2ព្រោះតែស្រឡាញ់ទៅខ្ញុំហ៊ានលះបង់បាទគិតទៅមានកូន3ដងហើយខ្ញុំយកកូនចេញ3ដងហើយខ្ញុំមនុស្សមិនមែនឆ្កែទេដល់ពេលខ្ញុំយកចេញរកលេសចង់បែកចឹងពេលដែលខ្ញុំមិនទាន់យកចេញប្រាប់មកខ្ញុំនឹងទុកកូននឹងបាទឲ្យវាធំដែលឲ្យវាបានឃើញពន្លឺថ្ងៃដូចយើងអីមើលមុខទៅស្រីរូបភាពខ្ញុំនឹងទាំងអស់បាទនេះម៉ែបងបាទគឺគាត់យកកូនចេញ3ដងដោយសារតែបាទគឺអាប្រុសល្មមកាមដែលបាទគឺស្រឡាញ់តែពេលល្អបាទស្រឡាញ់តែពេលមិនទាន់បានអីគេដល់ពេលបានហើយធ្វើចរិតចឹងម៉ែបងបាទនេះបាទជាចុងក្រោយខ្ញុំបាទសូមអរគុណម៉ែបងចូលមកទស្សនាជាខ្ញុំបាទរកមកចុងក្រោយមួយសូមម៉ែបងជាស្រ័យកុំភ្លេចជួយ Subscribe វិជ្ជាបាទផងដើម្បីទាន់ព័ត៌មានថ្មីៗច្រើនបាទសូមអរគុណ